តបងប្អូនមកធ្វើគីមជីញ៉ាំទាំងអស់គ្នាហើយមួយថ្ងៃនេះគឺថា clean ញ៉ាំស៊ុបសាច់អាំងជាមួយគីមជីខ្លាំងមែនតើចាហើយគីមជីរបស់នេះខ្ញុំនឹងគឺថាមិនសូវជាប្រើគ្រឿងផ្សំអីច្រើនណាស់ណាបងប្អូនហើយតែបន្តិចទេហើយក៏បានឆ្ងាញ់ដែរហើយវិធីធ្វើគឺថាងាយស្រួលខ្លាំងមែនតើបងប្អូនមិនសូវជាពិបាកប៉ុន្មានទេចាជាដំបូងនេះខ្ញុំយកស្ពៃបូកគោហ្នឹងទៅលាងទឹកឲ្យស្អាតសិនហើយបន្តមកទៀតនឹងខ្ញុំយកទៅចិតជាដុំតិចតួចបើសិនជាបងប្អូនចង់កាត់ជាបែបវែងក៏បានតាមចំណុចចំចិត្តរបស់បងប្អូនបន្តមកទៀតនេះខ្ញុំយកទៅប្រឡាក់ជាមួយនឹងអំបិលគ្រួចាអំបិលគ្រួក៏បានអំបិលម៉ត់ក៏បានចាហើយយើងប្រឡាក់ហ្នឹងយើងត្រូវទុករយៈពេលកន្លះម៉ោងទៅម៉ោងទៅដើម្បីឲ្យស្ពៃរបស់យើងហ្នឹងវាទន់ណាបងប្អូនកុំឲ្យវានៅរឹងឲ្យសោះកាលណាវានៅរឹងគឺវាអត់សូវចាប់ចូលជាតិបានល្អប៉ុន្មានទេបងប្អូនហើយយើងផ្អាប់វាទុកសិនណាបងប្អូនហើយឥឡូវយើងមកចាប់ផ្ដើមមកធ្វើចាគ្រឿងចំពោះគ្រឿងផ្សំវិញគឺនេះខ្ញុំយកម្សៅអង្ករក៏បានចាហើយបើមិនចឹងទេបងប្អូនយកល្អបងប្អូនយកបាយយើងបងប្អូនបាយកកបាយអីហ្នឹងគឺថានៅសល់ហ្នឹងយកមកកិនមកកិនធ្វើបបរអញ្ចឹងណាចាយកទៅចម្អិនឲ្យឆ្អិនហើយបន្ទាប់ពីបានឆ្អិនហើយឥឡូវនេះខ្ញុំមកយកប៉មសេរីខ្ទឹមសបន្តិចហើយនឹងខ្ទឹមបារាំងហ្នឹងគឺមិចចូលគ្នាចាកិនឲ្យម៉ត់មកណាបងប្អូនចាហើយបន្តមកទៀតនឹងខ្ញុំចាំឲ្យបបរហ្នឹងវារៀងត្រជាក់បន្តិចទើបនេះខ្ញុំចាក់គ្រឿងដែលយើងបានកិនអំបញ្ញនឹងចូលបន្ថែមជាមួយនឹងស្ករអំបិលចាប៊ីចេងបន្តិចមកហើយអ្វីដែលពិសេសនឹងបងប្អូនកុំភ្លេចដាក់ជាមួយនឹងទឹកត្រីនេះខ្ញុំប្រើជាមួយនឹងទឹកត្រីគឺឆាប់ចូលជាតិបានល្អហើយឆ្ងាញ់ទៀតបងប្អូនណាហើយមួយទៀតអ្វីដែលយើងមិនអាចបំភ្លេចបាននោះគឺម្សៅម្ទេសបងប្អូនម្សៅម្ទេសយើងសម្រាប់ធ្វើគីមជីចាហើយនេះបន្ថែមនេះខ្ញុំបន្ថែមជាមួយនឹងម្ទេសហុយបន្តិចផងដែរចាដើម្បីយករៀងជាតិហិលតិចតិចបងប្អូនព្រោះអីម្សៅគីមជីម្សៅម្ទេសគីមជីវាអត់សូវហិលប៉ុន្មានទេបងប្អូនហើយបើសិនជាបងប្អូនចង់បានបែបរសជាតិរៀងហិលបងប្អូនថែមម្សៅហុយម្ទេសហុយបន្តិចទេបងប្អូនចាហើយយើងធ្វើការកូរវាឲ្យសព្វទៅហើយគ្រឿងហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូននេះខ្ញុំមានដាក់អីច្រើនទេហើយចំពោះស្ពៃវិញបងប្អូននៅពេលដែលយើងបានប្រឡាក់វាចាប់ផ្ដើមរៀងទន់ហើយបងប្អូនត្រូវយកស្ពៃហ្នឹងទៅលាងទឹកឲ្យបានច្រើនសាដើម្បីឲ្យវាជ្រះជាតិអំបិលហ្នឹងចេញបងប្អូនហើយសម្រោះទឹកឲ្យបានស្រស់ល្អទើបយើងយកមកប្រឡាក់ជាមួយនឹងគ្រឿងដែលយើងបានកិនអំបញ្ញហ្នឹងណាច្បល់ចូលគ្នាឲ្យសព្វហើយបងប្អូនរៀបដាក់ចូលនៅក្នុងកែវមួយក៏បានចាឬក៏ប្រអប់អីមួយក៏បានដែរហើយបងប្អូនត្រូវរក្សាទុក3ថ្ងៃដើម្បីឲ្យវាបានចូលជាតិហើយឡើងជូរបានល្អផងដែរតែប៉ុណ្ណេះគឺរួចជាការស្រេចឲ្យបងប្អូនអាចយកគីមជីនឹងទៅធ្វើទឹកស៊ុបញ៉ាំក៏បានហើយជាមួយនឹងចាសាច់អាំងសាច់អីនឹងគឺថាត្រូវគ្នាតែម្ដងហើយឆ្ងាញ់ណាបងប្អូនហើយឧទាហរណ៍ថាបើសិនជាគីមជីបងប្អូនអត់សូវជូរសូវអីនឹងបងប្អូនថែមចាលាយមកយើងដួសមកកូនចានមកឲ្យបងប្អូនលាយថែមជាមួយនឹងទឹកខ្មេះបន្តិចក៏បានចាទឹកក្រូចឆ្មាបន្តិចក៏បានដែរចាបងប្អូនធ្វើមិនឲ្យដូចថាចូលជាតិគ្នាបានល្អអញ្ចឹងណាចាតែប៉ុណ្ណេះគឺជាការស្រេចហើយអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះផងដែរជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ